នេះបានសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាលៀសនឹងឯងលៀសនេះគឺខ្ញុំប្រើពីកំប៉ុងបងប្អូនអានេះគឺរាងកដាលទេអត់ធំពេកក៏អត់តូចពេកដែរបន្ទាប់ពីនឹងមកគឺយើងមកដាក់ដាំទឹកដើម្បីស្រោះលៀសហ្មងក្នុងនឹងគឺខ្ញុំច្របាច់ក្រូចឆ្មាចូលពី3ចំណិតដើម្បីឲ្យសាច់លៀសរបស់យើងពេលស្រោះចេញមកគឺវាស្រួយល្អបន្ទាប់ពីទឹកពុះហើយគឺយើងបិទភ្លើងហ្មងហើយចាំយើងយកលៀសរបស់យើងនឹងទៅដាក់ចូលក្នុងនឹងសម្រាប់ការស្រោះនេះគឺលឿនមែនតើបងប្អូននិយាយទៅយើងគ្រាន់តែដាក់ចូលកន្លែងវាទៅ2 3ជុំយើងលើកវាចេញភ្លាមមកហើយលៀសពេលដែលយើងស្រោះគឺវាហាមាត់តិចអញ្ចឹងណាបងប្អូនបន្ទាប់ពីនឹងមកយើងទុកលៀសម្ដុំសិនយើងមករៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសខ្ទឹមក្រហមយើងមានម្រះព្រៅមានម្ទេសអីហ្នឹងសម្រាប់ខ្ទឹមសខ្ញុំប្រើ5 6 ក្រពើហើយខ្ទឹមក្រហមខ្ញុំប្រើ2កណ្ដុំតូចពីមុខនេះគឺខ្ញុំយកមកកិនណាឬក៏មិនអញ្ចឹងទេបងប្អូនចង់ច្រាំក៏បានដែរគ្រាន់តែថាខ្ញុំខ្ជិលច្រាំអញ្ចឹងណាដោយសារតែខ្ញុំត្រូវប្រើម៉ាស៊ីនហ្នឹងដើម្បីកិនម្ទេសដែរហើយម្ទេសគឺខ្ញុំប្រើ2ប្រភេទសម្រាប់ធំវែងនេះអានេះគឺម្ទេសម្លេម្ទេសនឹងអត់ហល់ទេបងប្អូនចឹងដាក់ទៅដើម្បីឲ្យឆារបស់យើងខាប់ល្អមានពណ៌ស្អាតហើយក្លិននឹងក៏ឈ្ងុយដែរហើយក្នុងនេះគឺខ្ញុំបន្ថែមម្ទេសដៃនាង 3 4 គ្រាប់ទៀតដើម្បីឲ្យវាមានរសជាតិរាងហឹរប្រហើរអញ្ចឹងទៅសម្រាប់ម្ទេសហ្នឹងបងប្អូនចង់យកមកកិនដូចខ្ញុំអញ្ចឹងក៏បានឬក៏មិនអញ្ចឹងទេយើងបុកក្នុងត្បាល់ក៏បានដែរហើយគ្រឿងចុងក្រោយគេរបស់យើងគឺជាអំពើទុំបងប្អូនអំពើទុំយើងជ្រុំវាឲ្យបែកសាច់អញ្ចឹងមកហើយចាំយើងដាក់ខ្ទះដើម្បីយើងធ្វើលៀសឆាអំពើទុំរបស់យើងហ្មងដំបូងគេហ្នឹងគឺយើងបំពងខ្ទឹមសខ្ទឹមក្រហមសិនបំពងបាច់ចាំឲ្យវាឡើងក្រហមពេកទេមើលទៅសបល់របស់វាព្រឿងយើងដាក់ម្ទេសដែលយើងបានកិនហើយស្រាប់ហ្នឹងដាក់ចូលជាមួយគ្នាហើយបំពងវាម្ដងទៀតមកសម្រាប់អានេះបងប្អូនឃើញម្ទេសច្រើនអញ្ចឹងមែនប៉ុន្តែអត់ហល់ទេណាបងប្អូនដោយសារតែខ្ញុំប្រើនេះគឺសិតតែម្ទេសម្លេទេមើលតែម្ទេសរបស់យើងឡើងឈ្ងុយមកល្មមហើយចាំដាក់គ្រឿងចូលសម្រាប់ទឹកអំពៅទុំខ្ញុំដាក់ចំនួន3ស្លាបព្រាបាយសិនទឹកប្រេងខ្យង2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេហើយចុងក្រោយគេនឹងគឺជាស្ករចំនួន1ស្លាបព្រាបាយបន្ទាប់ពីយើងដាក់គ្រឿងក្រៅចូលហើយយើងឆាវាឲ្យចូលជាសព្វល្អមកប៉ុន្តែអានេះគឺវាខាប់ពេកអញ្ចឹងហើយគឺយើងត្រូវបន្ថែមទឹកអញ្ចឹងណាដើម្បីឲ្យវារាងរាវមកល្មមយើងថែមទឹកហើយឆាវាឲ្យពុះនៅលើភ្លើងនឹងប្រហែលជាខ្ទង់ 2-3 នាទីអីទៀតទៅចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំបន្ទាប់ពីភ្លក់ហើយឃើញថារសជាតិរបស់វានឹងគឺមកល្មមឆ្ងាញ់ហើយបងប្អូនអញ្ចឹងហើយគឺខ្ញុំអត់មានត្រូវថែមថយអីទៀតទេបន្ទាប់ពីយើងភ្លក់មើលថែមថយគ្រឿងរួចរាល់ហើយចាំយើងចាក់លៀសចូលមកប៉ុន្តែបន្ទាប់ពីចាក់លៀសចូលហើយយើងអត់ឆាយូរទៀតទេណាបងប្អូនដោយសារតែនេះគឺយើងភ្លក់មើលត្រូវគ្រឿងរួចរាល់អស់ហើយអញ្ចឹងហើយយើងឆាវាប្រហែលជាខ្ទង់1នាទីអីហ្នឹងយើងបង់ម្រះព្រៅចូលមកបន្ទាប់ពីបង់ម្រះព្រៅចូលហើយគឺខ្ញុំបិទភ្លើងណាបងប្អូនបិទភ្លើងហើយចាំយើងត្រឡប់វាចុះឡើងប្រហែលជាខ្ទង់ 4-5 ត្រឡប់អីទៀតទៅលៀសឆាអំពើទុំរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់ខ្ញុំមិនថាលៀសឆាក៏ដោយងាវឆាក៏ដោយពេលដែលខ្ញុំឆាគឺខ្ញុំដាក់គ្រឿងមុនអញ្ចឹងណាបំពងខ្ទឹមបំពងម្ទេសអីហើយខ្ញុំដាក់គ្រឿងភ្លក់មើលបាទខ្ញុំដាក់លៀសតាមក្រោយធ្វើអញ្ចឹងទៅដើម្បីកុំឲ្យសាច់លៀសរបស់យើងនឹងឆាយូរពេកវាស្វិតអញ្ចឹងទៅព្រោះមិនថាលៀសក៏ដោយងាវក៏ដោយតែឆាយូរគឺវាឡើងស្វិតសាច់ហើយសម្រាប់លៀសនេះវិញបើសិនជាបងប្អូន